សួស្តីអ្នកទាំងអស់គ្នាវីដេអូនេះនឹងនាំអ្នកទាំងអស់គ្នាទៅមើលសត្វស្វានៅភ្នំឧដុង្គដោយការជិះកង់មួយនេះទាំងអស់គ្នា Let's go ជិះកង់កំសាន្តកាត់ក្នុងព្រៃព្រឹក្សាកយគុណទេសភាពដ៏សែនស្រស់អស្ចារ្យស្ដាប់សំឡេងសត្វច្រៀងនៅលើវិហារចិត្តកាយាស្រស់ថ្លាកន្លងជិះកាត់ក្រុងឬក៏ស្រុកស្រែចំការទៅដល់ទីណាខ្ញុំមានអ្នកនៅកំដរមើលអ្នកភូមិស្រែកសួរស្រែកហូរបន្តអសាទរជូនដំណើរថ្មីជិះកង់កំសាន្តកាត់ព្រៃព្រឹក្សាមិនខ្វល់ឡើយណាភាពឯការរសាទៅឆ្ងាយមិនខ្លាចជាប់ជួបភ្លៀងក្តៅឬរងាព្រោះវាគឺជារឿងពិតធម្មតាកាលជាមនុស្សពុះពាក្យគុំរៀលឡើយណាទើបប្រាថ្នាយើងបានជោគជ័យអូខេជិះមកស្ទុះមិញដល់កន្លែងចតកង់ហើយក៏ចតកង់គិតថាចតទៅដើម្បីសុវត្ថិភាពណាដំបូងថាគិតថាដាក់ភាពkiaនឹងតែសាស្វាវាអត់បានចុះមកហមវានៅខាងលើអញ្ចឹងត្រូវដើរហោប្រមាញ់វាអូខេអញ្ចឹង let's go ឥឡូវមានមកក្រុមនៅក្រោយឆ្មោកំពុងលេងមើលទាំងអស់គ្នាជិះកង់កំសាន្តកាត់ក្នុងព្រៃព្រឹក្សាកយគុណទេសភាពដ៏សែនស្រស់អស្ចារ្យស្ដាប់សំឡេងសត្វច្រៀងនៅលើវិហារចិត្តកាយាស្រស់ថ្លាកន្លងអូខេដំណាក់កាលទី1គឺបានជោគជ័យហើយយើងបានឃើញស្វាមកក្រុមហើយចាប់ទុកថាមកវគ្គនេះអត់ខកជើងតែនៅតែព្យាយាមដើរប្រមាញ់រមើលក្រុមស្វាផ្សេងតិចគីឡូបានឃើញច្រើនជាងហ្នឹងឬក៏គួរឲ្យចាប់អារម្មណ៍ជាងហ្នឹងទៀតណាហើយ yes ឥឡូវដើរមកដល់មាត់បឹង yes ទៅទៅបឹងមួយសង្ឃឹមថាស្វាវាមកនឹងចុះដោយសារតែវាអាចមកផឹកទឹកមកលេងទឹកហ្នឹងអញ្ចឹងឃើញមួយនោះចឹងគៀនប្រហែលជាអាចនឹងមានដើរប្រមាណមើលតិចទៀតសិនព្រោះវាគឺជារឿងពិតធម្មតាកាលជាមនុស្សពុះពាក្យគុំរៀលឡើយណាទើបប្រាថ្នាយើងបានជោគជ័យកាលជាមនុស្សពុះពាក្យគុំរៀលឡើយណាទើបប្រាថ្នាយើងបានជោគជ័យសាវគួយឬក៏ឈរសង្កេតមើលវាបន្តិចណាថតបានមិនប៉ុសដែរចាប់ទុកថាបេសកកម្មនេះបានជោគជ័យតែនៅតែប្រមាញ់ព្យាយាមដើររសុំ voice over ម្ដងអ្នកទាំងអស់គ្នាដោយសារពេលហ្នឹងថតវាដាច់អីដែលចង់និយាយហ្នឹងគឺថាយើងព្យាយាមដើររតាមប្លង់ផ្សេងទៀតដើម្បីប្រមាញ់យកសកម្មភាពរបស់ស្វាដើម្បីដាក់ជូនឲ្យទាំងអស់គ្នាមើលអញ្ចឹងទេទាំងអស់គ្នា enjoy